អ្នកធ្វើអីនឹងដាក់ចុះរបស់នឹងឯងញ៉ាំបានទេគ្រាន់តែអ្នកលក់តាមផ្លូវសោះក្អេងក្អាងម្លេះលោកចាននោះគេញ៉ាំសទេវាមិនស្អាតឡើយញ៉ាំចាននេះទៅខ្ញុំទើបតែធ្វើថ្មីខ្ញុំអត់លុយទេខ្ញុំវង្វេងផ្លូវហើយរកផ្លូវទៅផ្ទះមិនឃើញទេខ្ញុំមិនយកលុយទេអ្នកណាក៏មានពេលចាស់ដែរញ៉ាំឲ្យហើយទៅចាំខ្ញុំជួយរកសាច់ញាតិឲ្យអូយខ្ញុំវិលមុខណាស់ប៉ាហើយឡានពេទ្យភ្លាមនាងឯងឲ្យប៉ាខ្ញុំញ៉ាំអីខ្ញុំព្រមាននាងបើប៉ាខ្ញុំមានគ្រោះថ្នាក់អីខ្ញុំនឹងកំទេចទោបនាងចោលហើយឲ្យនាងរលីពីទីក្រុងនេះតែម្ដងលោកប្រុសសូមស្ងប់អារម្មណ៍ប៉ាលោកគ្រាន់តែឃ្លានសន្លប់ទេខ្ញុំគ្រាន់តែឲ្យគាត់ញ៉ាំមីសាច់គោប៉ុណ្ណោះបើលោកមានការគិតគួរតែបារម្ភពីសុខភាពគាត់សិនមិនមែនមកខំគេដូចឆ្កែឆ្កួតអញ្ចឹងទេឈប់និយាយភ្លាមរឿងមិនទាន់ច្បាស់លាស់ផងកុំចេះតែទម្លាក់កំហុសលើគេមីដែលក្មួយស្រីនេះធ្វើមើលទៅស្អាតណាស់ប្រហែលជានាងមានចិត្តល្អជួយប៉ាលោកពួកអ្នកមានចេះតែរករឿងគេអញ្ចឹងហើយកែស្រីគេចិត្តល្អឃើញប៉ាលោកទៅញ៉ាំរបស់សគេក៏ធ្វើមីថ្មីឲ្យញ៉ាំហ្វ្រៃមិនអរគុណគេហើយនៅមកអួតអំណាចអីទៀតមិនហើយពួកយើងឃើញផ្ទាល់ភ្នែកគេមានបំណងល្អសោះរបស់លក់តាមផ្លូវបែបនេះអ្នកណាដឹងថាស្អាតអត់ប្រពះប៉ាខ្ញុំមានតម្លៃណាស់បើពលអាហារតើអ្នកណាទទួលខុសត្រូវឡានពេទ្យចិត្តមកដល់ហើយនាងឯងត្រូវទៅពេទ្យជាមួយខ្ញុំមុនពេលពេទ្យពិនិត្យរួចរាល់នាងកុំសង្ឃឹមថាអាចទៅណាបានត្រូវលក់ដូរទៀតពិតមកទៅខាត់ប៉ុន្មានខ្ញុំសង10 ដងទៅក៏ទៅខ្ញុំមិនបានធ្វើខុសខ្លាចលោកឯងធ្វើអីលោកនេះយកពេទ្យប៉ាខ្ញុំមិនហើយលោកប្រុសគូកុំបារម្ភអីគាត់មិនអីទេគាត់គ្រាន់តែមានជំងឺវង្វេងវង្វាន់ទើបវង្វេងផ្លូវបុករួមទាំងមិនបានញ៉ាំអីយូរហត់នឿយពេកទើបធ្វើឲ្យខ្វះជាតិស្ករធ្ងន់ធ្ងររហូតសន្លប់សំណាងហើយមុនសន្លប់គាត់បានញ៉ាំមីសាច់គោខ្លះជួយបំពេញថាមពលទាន់ពេលបើមិនអញ្ចឹងទេចាស់ហើយខ្វះជាតិស្ករបែបនេះគ្រោះថ្នាក់ណាស់ក្មួយស្រីសុំទោសជំនួសកូនផងបើគ្មានមីមួយចានរបស់ក្មួយទេតែវាថ្ងៃនេះច្បាស់ជាគ្រោះថ្នាក់មិនខានធីងជើវាឆេវឆាវបន្តិចហើយក្មួយកុំប្រកាន់អីណាមិនអីទេលោកឲ្យតែគាត់មិនអីគឺល្អហើយគូធីងជើឯងនៅឈរថ្មឹងធ្វើអីទៀតឆាប់សុំទោសក្មួយលីនភ្លាមទៅសុំទោសអំបាញ់មិញខ្ញុំឆេវឆាវពេកការខាត់បងថ្ងៃនេះខ្ញុំនឹងឲ្យគេវេលលុយសោះមិនបាច់ទេលុយនោះមីមួយចាននោះខ្ញុំមិនគិតលុយពីដំបូងគ្រាន់តែសង្ឃឹមថាលោកប្រុសគូយកការពិតមួយថាមនុស្សពាក្យអាវធំមិនប្រកាសថាមានហេតុផលរហូតទេចំណែកអ្នកលក់តាមផ្លូវក៏មិនប្រកាសថាខ្វក់ដែរគាត់ដឹងខ្លួនហើយកំពុងរកក្មួយស្រីនឹងអូយក្មួយស្រីនៅទីនេះតើល្អណាស់លោកកុំទាន់កម្រើកអីពេទ្យថាគ្រាន់តែឃ្លាននឹងខ្វះជាតិស្ករទេធីងជើពេលប៉ាកំពុងសន្លប់បាយឯងស្រែកលោឡាខាងក្រៅតើឯងធ្វើបាបក្មួយស្រីនេះមែនទេប៉ាវាជាការយល់ច្រឡំទេខ្ញុំបានសុំទោសនាងរួចហើយគ្រាន់តែសុំទោសគឺចប់មែនទេថាមានលុយអាចចាប់ប្រកាន់គេផ្ដេសផ្ដាស់មែនទេត្រូវហើយធីងជើត្រូវគេតាមចិត្តពីក្មេងទើបវារឹងរូសបែបនេះមួយកុំប្រកាន់វាអីណាស្រីមិនអីទេគ្រាន់តែជួយយកអាសាប៉ុណ្ណោះយាយវាអាយុ28ហើយធ្វើការដូចម៉ាស៊ីនអញ្ចឹងក្បែរខ្លួនគ្មានអ្នកមើលថែសោះខ្ញុំមើលទៅក្មួយលីននេះចរិតល្អណាស់មានចិត្តធម៌ធ្វើការក៏មកចត់ចុះបើពួកយើងផ្សំគុំពួកគេតែម្ដងទៅប៉ាទើបតែធូរស្បើយទេនេះប៉ាចង់ធ្វើអីហ្នឹងកំពុងរវើវីមែនទេប៉ាដឹងខ្លួនច្បាស់ណាស់អ្នកមានគុណប៉ាមិនស័ក្តិសមនឹងឯងត្រង់ណាមិនមែនជារឿងស័ក្តិសមទេនាងគ្រាន់តែជាអ្នកលក់មីតាមផ្លូវតើយើងស្គាល់គេទេដឹងថាគេមានប្រវត្តិអីទេរឿងថ្ងៃនេះជាការចៃដន្យឬអត់ក៏មិនទាន់ដឹងប៉ាឲ្យខ្ញុំតាក់ទងស្រីដែលមិនស្គាល់ប្រវត្តិខ្ញុំមិនព្រមដាច់ខាតអាល្ងងគេរកស៊ីត្រឹមត្រូវដោយកម្លាំងញើសឈាមល្អជាងពួកស្រីដែលនៅក្បែរឯងនោះ100 ដងអាពីខ្ញុំមិនអាចធ្វើលេងសើចបានទេអរគុណលោកដែលពេញចិត្តខ្ញុំត្រឹមជាអ្នកលក់មីមិនហ៊ានប៉ងត្រកូលគូទេសូមបញ្ចប់ការលេងសើចរឿងរៀបការនេះទៅចំណែកលោកប្រុសគូសូមទុកចិត្តចុះខ្ញុំគ្មានអារម្មណ៍អីជាមួយដុំទឹកកកដូចលោកទេហើយក៏មិនចង់ខ្លាចជាជំទាវអីដែរខ្ញុំគ្មានចំណូលចិត្តអីផ្សេងទេក្រៅពីរកលុយបើប្រុសដឹងខ្លួនហើយខ្ញុំសូមលាទៅរៀបចំតូបសិនហើយស៊ីបានស៊ើបប្រវត្តិក្មួយរួចហើយជានិស្សិតឆ្នាំផ្នែកហិរញ្ញវត្ថុនៃសាកលវិទ្យាល័យជីងឆឹងធ្លាប់ឈ្នះមេដាយមាសប្រកួតទិន្នន័យពាណិជ្ជកម្មថ្នាក់ជាតិបើមិនដោយសារគ្រួសារធ្លាក់ខ្លួនក៏ត្រូវឈប់រៀនសងបំណុលគេទេក្មួយច្បាស់ជាធ្វើការនៅស្ថាប័នធំបាត់ទៅហើយមិនមែនមកហិតក្លិនផ្សែងអញ្ចឹងទេលោកស្រីស៊ើបប្រវត្តិគេបែបនេះវាមិនសមសោះសុំទោសក្មួយគ្មានចិត្តនីអាក្រក់ទេនេះជាកិច្ចសញ្ញាការងារក្នុងតំណែងជាជំនួយការពិសេសនិងប្រធានផ្នែកទិន្នន័យ100000ដំណាច់ឆ្នាំមានប្រាក់ភាគលានៃគម្រោងទៀតជើវាអួតខ្លួនពេកអ្នកក្បែរខ្លួនមានតែអ្នកបញ្ចោវាត្រូវការមនុស្សពូកែឆ្លាតនឹងហ៊ាននិយាយការពិតដូចជាក្មួយអញ្ចឹងចាត់ទុកថាជួយម្ដងចុះបានទេជួយម្ដងចុះខ្ញុំគ្មានបញ្ហាអីទេគ្រាន់តែខ្លាចកណាស់មានលុយនេះបំណុលគ្រួសារនឹងអាចសងដាច់អស់ហើយ
លោកស្រីឲ្យតែរឿងលុយនិយាយត្រូវគ្នាអ្វីក៏អាចធ្វើបានដែរថ្ងៃស្អែកខ្ញុំនឹងទៅរីកាចូលធ្វើការក្រុមហ៊ុនគូមិនចិញ្ចឹមមនុស្សអត់ប្រយោជន៍ទេហើយរឹតតែមិនចិញ្ចឹមមនុស្សស្រីដែលមានល្បិចដែរលោកប្រុសគូខ្ញុំមកទីនេះមិនមែនមកស្ដាប់លោកខាងទេបើក្រុមហ៊ុនបើកលុយឲ្យខ្ញុំ 10,000 ក្នុងមួយខែខ្ញុំនឹងបង្ហាញស្នាដៃឲ្យសមនឹងតម្លៃនេះសម្ដីធំណាស់បើនាងចង់លេងខ្ញុំនឹងឲ្យនាងស្គាល់រសជាតិសង្គ្រាមជំនួញបើនាងធ្វើខូចការត្រូវរមៀលចេញភ្លាមត្រឹមការវិភាគទិន្នន័យវាជាជំនាញពិសេសរបស់ខ្ញុំទៅហើយកិច្ចសន្យាទិញក្រុមហ៊ុនតម្លៃ 1000 លាននេះបើចុះហត្ថលេខារួចក្រុមហ៊ុនយើងនឹងគ្រប់គ្រងទីផ្សារបច្ចេកវិទ្យាទាំងស្រុងបញ្ឈប់ការទិញភ្លាមបញ្ឈប់ការទិញភ្លាមនាងជាអ្នកណាលោកប្រុសគូបុគ្គលិកលោកមិនក៏គ្មានសណ្ដាប់ធ្នាប់អញ្ចឹងលីនសៀនាងឈួតអីនឹងចេញទៅវិញលោកប្រុសគូបើលោកស៊ីញ៉េលើនេះថ្ងៃស្អែកក្រុមហ៊ុននឹងបាត់បង់លុយ500លានមិនខានក្រុមហ៊ុនស៊ីនឆောင်းដែលអះអាងថាមានអ្នកប្រើប្រាស់5លាននោះជាការទិញកណ្ណីคล้ายៗពីបរទេសទេខ្ញុំបានតាមដានទិន្នន័យអ្នកប្រើប្រាស់របស់ពួកគេចូលមើលមិនដល់ 0.3 វិនាទីចំណែកលំហូរសាច់ប្រាក់គឺគួរឲ្យអស់សំណើចណាស់ខ្ញុំរកឃើញថាពួកគេបានបង្វែរប្រាក់កម្ចី150លានតាមរយៈក្រុមហ៊ុនខ្មៅចំនួន4ដើម្បីលាងលុយឲ្យមើលទៅដូចជាប្រាក់ចំណូលរបស់ខ្លួនខ្សែចង្វាក់ដើមទុនពួកគេដាច់យូរហើយឥឡូវមករកក្រុមហ៊ុនគូគឺចង់ឲ្យយើងរែកពន្ធបំណុលជំនួសទេនាងកុំចេះតែនិយាយផ្ដេសផ្ដាសយើងទៅវិញហេនាងលោកប្រុសគូការវិតម្លៃថ្ងៃនេះខ្ញុំជួយសន្សំលុយក្រុមហ៊ុនបាន 1000 លាននិងជួយបញ្ជាហានិភ័យទៀតតាមភាគរយទីប្រឹក្សាទិន្នន័យនេះជាតួលេខដ៏ច្រើនកុំភ្លេចវេរលុយថ្លៃអាហារថ្លៃថែមម៉ោងនិងប្រាក់រង្វាន់ពិសេសសម្រាប់គម្រោងនេះព្រមទាំងប្រាក់ខែគោចូលកាត់ខ្ញុំផងណាអរគុណថៅកែត្រូវតែទទួលស្គាល់ថាគូធីងចៅទោះបីជាចរិតរៀងអាក្រក់បន្តិចតែរឿងឲ្យលុយគឺម៉ាត់ណាម៉ាត់នឹងពិតជាមិនរុញរាទេជំនួយការលីនរាប់ច្បាស់ហើយនៅច្បាស់ហើយលោកប្រុសគូពិតជាចិត្តទូលាយមែនកាត់ពន្ធរួចតួលេខនៅតែស្អាតបានលុយនេះហើយស្មារតីធ្វើការខ្ញុំថ្ងៃនេះអាចពេញលេញបាន24ម៉ោងតែម្ដងចូលមកខាងក្នុងបន្តិចមានកិច្ចសន្យាថ្មីត្រូវស៊ីញ៉េនេះជាកិច្ចសន្យាថ្មីដំឡើងប្រាក់ខែដល់ 15,000 ព្រមទាំងទទួលបានចំណែក 5% ពីគម្រោងស្នូលរបស់ក្រុមហ៊ុនទៀតពិនិត្យមើលទៅបើគ្មានបញ្ហាទេស៊ីញ៉េទៅពិនិត្យមើលទៅបើគ្មានបញ្ហាទេស៊ីញ៉េទៅសហការដោយរីករាយលោកថៅកែរឿងដែលប៉ាខ្ញុំនិយាយនៅពេទ្យឲ្យនាងធ្វើសង្សារខ្ញុំតើនាងគិតយ៉ាងម៉េចលោកថៅកែទុកចិត្តចុះខ្ញុំគ្មានអារម្មណ៍ចង់ខ្លាចជាជំទាវទេមិនបាច់បារម្ភទេហើយក៏គ្មានគំនិតអីជាមួយដុំទឹកកកច្រឡាត់ដូចជាលោកដែរខ្ញុំគ្មានគំនិតអីជាមួយដុំទឹកកកច្រឡាត់ដូចជាលោកដែរគ្មានអារម្មណ៍លើខ្ញុំនៅជាងឆឹងស្រីដែលចង់រៀបការជាមួយខ្ញុំជួបពីនេះដល់ផ្សាររាត្រីណោះនាងមិនព្រមគិតបន្តិចសោះមកមិនគិតទេមនុស្សប្រុសត្រឹមតែរំខានដល់ល្បឿនរាប់លុយរបស់ខ្ញុំប៉ុណ្ណោះបើលោកថៅកែគ្មានការអីទេខ្ញុំចេញទៅធ្វើការសិនហើយអូយស៊ីស៊ីមដល់ហើយឆាប់ចូលមកហត់ហើយមែនទេឃ្លានឬនៅក្មួយថ្ងៃនេះម៉ាក់ខំទៅទិញមាន់នៅផ្សារដោយផ្ទាល់ដៃរងចាំក្មួយពេញមួយល្ងាចថ្ងៃនេះឲ្យក្មួយភ្លក់ស្នាដៃម៉ាក់ម្ដងធានាថាមិនចាញ់មីសាច់គោរបស់ក្មួយទេលោកអ៊ំអ្នកអ៊ំគួរសំពេចហើយប៉ាម៉ាក់ខ្ញុំទៅជាកូនបង្កើតតើខ្ញុំឈរនៅមាត់ទ្វារធំប៉ុណ្ណឹងមិនព្រមមើលសោះមើលឯងធ្វើអីមុខធ្វើដូចដុំទឹកកករាល់ថ្ងៃឃើញហើយខូចចំណងអាហារអស់ឆាប់លាងដៃទៅបបបង្គាឲ្យក្មួយលីនភ្លាមទៅញ៉ាំទៅប៉ាខ្ញុំក៏នាងមិនញ៉ាំឲ្យទេយប់នេះគាត់ច្បាស់ជាដេកមិនលក់ទេអរគុណលោកប្រុសគូធីងចៅស៊ីញ៉ាំឆ្អែតហើយអញជូននាងទៅដើរលេងសួនខាងក្រោយបន្តិចទៅបើដើរមិនបាន1ម៉ោងទេហាមចូលផ្ទះវិញលោកថៅកែមានរឿងអីតាចង់ទូទាត់បញ្ជីយប់នេះមែនទេនាងអាចជប់និយាយរឿងលុយជាមួយខ្ញុំបានទេការពិតទៅពីមុនខ្ញុំមិនមែនបែបនេះទេឈរក្នុងតំណែងជាប្រធានក្រុមហ៊ុនជារៀងរាល់ថ្ងៃមានមនុស្សរាប់ចូលមកក្បែរខ្ញុំដោយមានបំណងផ្សេងគ្នាការគិតលេខការក្បត់ការសម្ដែងខ្ញុំឃើញច្រើនមកហើយទើបខ្ញុំទម្លាប់ប្រើភាពត្រជាក់ស្រេកនិងការប្រុងប្រយ័ត្នបំផុតដើម្បីប្រឈមមុខនឹងមនុស្សគ្រប់គ្នាប៉ុន្តែលីនសៀនាងខុសពីគេពេលនាងដោះស្រាយបញ្ហាក្នុងបន្ទប់ប្រជុំនិងពេលនាងលួងលោមប៉ាខ្ញុំយ៉ាងយកចិត្តទុកដាក់សូម្បីតែពេលនាងទារលុយថែមម៉ោងពីខ្ញុំក៏ដោយខ្ញុំទើបតែដឹងថាខ្ញុំពិតជាលងស្នេហ៍នាងបាត់ទៅហើយកុំព្យាយាមបដិសេធខ្ញុំទៀតអីបានទេខ្ញុំចង់ស្វែងយល់ពីនាងឲ្យបានច្រើនលោកថៅកែនេះលោកកំពុងសារភាពស្នេហ៍មែនទេអញ្ចឹងខ្ញុំត្រូវតែរំលឹកលោកថាការជួលខ្ញុំធ្វើជាសង្សារគឺហានិភ័យខ្ពស់ណាស់ហើយតម្លៃខ្លួនខ្ញុំមនុស្សធម្មតាមិនអាចទ្រាំទ្របានទេហាមិនអីទេខ្ញុំគូធីងចៅមួយជីវិតនេះគ្មានអីក្រៅពីលុយទេខ្ញុំសុខចិត្តយកទ្រព្យសម្បត្តិទាំងមូលរបស់ក្រុមហ៊ុនធ្វើជាថ្លៃបណ្ណាការដើម្បីជួលនាងធ្វើជាប្រពន្ធរបស់ខ្ញុំកិច្ចសន្យាមួយជីវិតនេះថៅកែលីនហ៊ានទទួលដែរឬទេលោកថៅកែឲ្យច្រើនយ៉ាងនេះកិច្ចសន្យានេះខ្ញុំទទួលហើយអរុនសួស្ដីលោកថៅកែថ្ងៃនេះមានទិន្នន័យបន្ទាន់ត្រូវដោះស្រាយទេជំនួយការលីនកិច្ចសន្យាទើបស៊ីញ៉េយប់មិញព្រឹកនេះមកដល់ក្រុមហ៊ុនធ្វើជាភ្លេចបាត់ហើយមែនទេហើយថៅកែអីទៀតហើយឈ្មោះមក
គូធីងជើកុំលេងសាច់អីនៅកន្លែងធ្វើការណាគេកំពុងមើលហើយមើលក៏មើលទៅខ្ញុំយកអាហារព្រឹកឲ្យអ្នកណាមានយោបល់ឲ្យពួកគេមករកខ្ញុំនៅការិយាល័យផ្ទាល់មកម៉ាក់ខ្ញុំក្រោកពីម៉ោង 5 ព្រឹកដើម្បីធ្វើវាឲ្យនាងផ្ដាំថាត្រូវតែមើលនាងញ៉ាំឲ្យអស់ឆាប់ញ៉ាំទៅញ៉ាំឆ្អែតទើបមានកម្លាំងជួយខ្ញុំរកលុយអរគុណអ្នកអូនជាតិឆ្ងាញ់ណាស់តែថាគូអូមិនមែនទេគូធីងជើលោកមកប្រកាសជាសាធារណៈតាំងពីព្រលឹមបែបនេះគិតថាខ្ញុំនៅក្រុមហ៊ុននេះមានគេស្អប់មិនទាន់គ្រប់គ្រាន់មែនទេប៉ុណ្ណឹងហើយថាប្រកាសជាសាធារណៈខ្ញុំស្ទើរតែចង់ចេញលិខិតផ្លូវការមួយប្រកាសប្រាប់ពេញក្រុមហ៊ុនទៅហើយដើម្បីឲ្យពួកដែលមានគំនិតមិនល្អអាចមើលឃើញច្បាស់នោះអី